ឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាថ្លែងការអរគុណដល់បណ្ដាក្រុមហ៊ុនឱសថដែលបានផ្ដល់ថ្នាំពេទ្យជាច្រើនដល់ក្រសួងព័ត៌មានដើម្បីចែកជូនដល់វីរៈកងទ័ពជួរមុខនិងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសម្បែងដោយការឈ្លានពានរបស់យោធាថៃឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញទទួលថ្នាំពេទ្យជាច្រើនមុខពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថដែលដឹកនាំយកមកប្រគល់ជូនឯកឧត្តមវិជ្ជបណ្ឌិតសៅសម្បូរទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025នាទីស្តីការក្រសួងព័ត៌មានតាមការបញ្ជាក់របស់ឯកឧត្តមវិជ្ជបណ្ឌិតសៅសម្បូរបានឲ្យដឹងថាថ្នាំពេទ្យទាំងនេះជាអំណោយរបស់បណ្ដាក្រុមហ៊ុនឱសថផ្ដល់ដល់ក្រសួងព័ត៌មានដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្នុងការចែកជូនទៅដល់វីរៈកងទ័ពជួរមុខនិងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសម្បែងដោយការឈ្លានពានរបស់យោធាថៃហើយកំពុងស្នាក់នៅជួបការលំបាកតាមជំរំជនភេសសឹកក្នុងបណ្ដាខេត្តមួយចំនួនជាមួយគ្នានេះសប្បុរសជនបានចូលរួមជាថវិកាចំនួន3លានរៀលរួមមានលោកស្រីញ៉ែមគុន្ធីនិងស្វាមី1លានរៀលលោកកៅសុវណ្ណ1លានរៀលនិងឯកឧត្តមសៅសម្បូរ1លានរៀលផងដែរឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុនមិត្តហេងក្រុមហ៊ុនប៉ាណាកូតំណាងក្រុមហ៊ុន DAG ប៉ាម៉ានិងក្រុមហ៊ុន Wellcare ប៉ាម៉ាស៊ីដែលជាក្រុមហ៊ុនឱសថនៅកម្ពុជាដែលបានផ្ដល់ថ្នាំពេទ្យមកដល់ក្រសួងព័ត៌មានដើម្បីទុកយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខនិងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនពីតំបន់ប្រយុទ្ធគ្នានៅតាមបន្ទាត់ព្រំដែនដោយការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានចាត់ទុកថាការផ្ដល់នូវថ្នាំពេទ្យពីបណ្ដាក្រុមហ៊ុនឱសថនានាដល់ក្រសួងព័ត៌មានគឺបានបង្ហាញពីទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លានិងបានបង្ហាញពីមនោសញ្ចេតនាសេចក្តីរាប់អាននិងការយកចិត្តទុកដាក់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋកងទ័ពជួរមុខដែលកំពុងបំពេញការងារការពារទឹកដីជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ចគាំពារនិងការងារមនុស្សធម៌របស់ក្រសួងព័ត៌មានការចូលរួមកន្លងមកនិងបច្ចុប្បន្ននេះពីបណ្ដាក្រុមហ៊ុនឱសថជាមួយក្រសួងព័ត៌មានក្នុងការផ្ដល់ថ្នាំព្យាបាលជំងឺទៅដល់វីរៈកងទ័ពនៅតាមតំបន់ជួរមុខនិងជនភេសសឹកគឺជាការកិត្តគូរដល់សុខភាពរបស់ប្រជាពលរដ្ឋនិងកងទ័ពហើយជាការបង្ហាញនូវសាមគ្គីភាពរវាងខ្មែរជួយខ្មែរជាពិសេសផ្សារភ្ជាប់ជាមួយកងទ័ពនៅតំបន់ជួរមុខ